សូមស្វាគមន៍មកកាន់នាទីរឿងព្រះពុទ្ធសាសនាសូមស្វែងយល់ពីព្រះធម៌គុណធម៌និងការបង្រៀនដ៏មានតម្លៃរបស់ព្រះពុទ្ធដែលអាចបំភ្លៀផ្លូវជីវិតរបស់អ្នកពិតជាកិត្តិយសណាស់ក្នុងនាមជាអ្នកនិពន្ធរឿងខ្ញុំសូមនិពន្ធរឿងបែបព្រះពុទ្ធសាសនាដែលមានចំណងជើងថាចីវរនៃសេចក្តីមេត្តាធម៌ដែលតាក់ទងនឹងដើមកំណើតបុណ្យកឋិនទានដូចបានស្នើសុំនិយាយអត្ថបទនេះដោយប្រើអារម្មណ៍ធម្មតាជីវរនៃសេចក្តីមេត្តាធម៌ក្នុងការនោះព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងទ្រង់គង់ប្រថាប់នៅវត្តចេតពុនដែលជាអារាមដ៏ឧត្តមឧត្តមក្នុងក្រុងសាវត្ថីព្រះអង្គទ្រង់បានសម្ដែងធម៌ទេសនាប្រោសសត្វលោកឲ្យបានរួចចាក់ទុកហើយព្រះធម៌របស់ព្រះអង្គក៏បានផ្សាយសពទេសទីកាលដែលព្រះវស្សាជិតនឹងផុតទៅនាថ្ងៃមួយមានព្រះភិក្ខុសង្ឃចំនួន30អង្គដែលជាព្រះអរហន្តផងនិងជាបព្វជិតដ៏មានសេចក្តីបរិសុទ្ធផងបានចេញដំណើរពីនគរបាវាដើម្បីចូលគាល់ព្រះសម្មាសម្ពុទ្ធនៅវត្តចេតពុនព្រះភិក្ខុទាំងនោះមានបំណងនឹងថ្វាយបង្គំនិងស្ដាប់ព្រះធម៌ទេសនារបស់ព្រះអង្គជាម្ចាស់បន្ទាប់ពីបានសម្រេចការនៅចាំព្រះវស្សាអស់រយៈពេល3ខែពេញផ្លូវដែលព្រះភិក្ខុទាំង30អង្គត្រូវនិមន្តកាត់ឆ្លងនោះពិតជាលំបាកវេទនាខ្លាំងណាស់វាជាពេលដែលទឹកភ្លៀងនៅតែបន្តធ្លាក់រំអិចធ្វើឲ្យផ្លូវថ្នល់คล้ายទៅជាភក់ច្រាំបន្លាស្រួចជ្រួចក៏ដោះត្រៀបត្រាព្រៃរបស់ក៏ត្របកបាំងបិទជិតព្រះភិក្ខុទាំងនោះបានខិតខំនិមន្តដោយសេចក្តីអត់ធ្មត់ខ្ពស់ទឹកភ្លៀងបានជោកជាមកាយារបស់ព្រះអង្គរាល់ថ្ងៃរីឯខ្យល់ក៏បក់ផាត់ត្រជាក់ស្រេងជីវរដែលព្រះអង្គស្លៀកដណ្ដប់កាលពីមុនមានពណ៌លឿងទុំល្អបានប្រែក្លាយទៅជាដាច់រយាយរយ៉ាពណ៌ស្លែកស្លាំងគ្មានភាពរឹងមាំដោយសារតែការប្រឡាក់ប្រឡូកនឹងភក់ច្រាំនិងការកក់កិតនឹងមែកឈើបន្លាក៏ដូចជាការប៉ះទង្គិចនឹងសត្វលិខិតផ្សេងៗនៅតាមផ្លូវសូម្បីតែជីវរដែលទើបនឹងកាត់ថ្មីក៏បានខូចខាតស្ទើរគ្មានសល់មានព្រះភិក្ខុខ្លះត្រូវបង្ខំចិត្តយកស្លឹកឈើមកដណ្ដប់កាយដើម្បីបន្តដំណើរទោះបីជាយ៉ាងនេះក្តីក៏សេចក្តីតាំងជុតមោះមុតរបស់ព្រះភិក្ខុទាំងនោះពុំមានរេថយឡើយព្រះអង្គទាំង30អង្គបានបន្តនិមន្តទៅមុខទាំងបួងសួងក្នុងចិត្តថានឹងបានចូលគាល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ឲ្យទាល់តែបានសេចក្តីនឿយហត់កាយមិនអាចបិទបាំងសេចក្តីត្រេកអរក្នុងចិត្តរបស់ព្រះអង្គបានឡើយត្បិតព្រះអង្គជឿជាក់ថាការបានជួបនៅព្រះអង្គពិតជាបាននាំមកនូវសេចក្តីសុខពិតប្រាកដទីបំផុតព្រះភិក្ខុទាំង30អង្គក៏បាននិមន្តទៅដល់វត្តចេតពុនដោយសុវត្ថិភាពព្រះភិក្ខុទាំងនោះបាននាំគ្នាចូលគាល់ព្រះសម្មាសម្ពុទ្ធថ្វាយបង្គំព្រះបាទដ៏ឧត្តមគោតមរបស់ព្រះអង្គដោយគោរពព្រះអង្គទាំងឡាយទាំងកាយប្រឡាក់ភក់និងជីវរដាច់រយិងរយាកបានបង្ហាញឲ្យឃើញនូវសេចក្តីតស៊ូនិងការលះបង់យ៉ាងធំធេងព្រះសម្មាសម្ពុទ្ធទ្រង់មានព្រះចក្ខុទិព្វព្រះអង្គទ្រង់បានទតខេនៅសេចក្តីលំបាកវេទនាទាំងឡាយរបស់ព្រះភិក្ខុទាំង30អង្គតាំងពីពេលព្រះអង្គនៅនគរបាវារហូតមកដល់វត្តចេតពុនព្រះអង្គក៏ទ្រង់ជ្រាបនៅសេចក្តីតស៊ូអត់ធ្មត់របស់ព្រះភិក្ខុទាំងនោះដែលមានศรัทธาជ្រះថ្លាចំពោះព្រះអង្គជាម្ចាស់ទើបបានជឿព្រះអង្គទាំងនោះហ៊ានលះបង់នៅសេចក្តីសុខកាយដើម្បីនិមន្តមកគាល់ព្រះអង្គព្រះអង្គទ្រង់មានព្រះទ័យមេត្តាធម៌ដ៏ធំធេងទើបទ្រង់មានព្រះបន្ទូលទៅកាន់ព្រះអានន្ទជាសាវកថាអានន្ទអើយតថាគតអើយបានឃើញនៅសេចក្តីលំបាករបស់ព្រះភិក្ខុទាំងឡាយដែលបាននិមន្តមកពីនគរបាវាជីវររបស់ពួកគេបានខូចខាតស្ទើរគ្មានសល់ដោយសារការធ្វើដំណើរដ៏វែងឆ្ងាយដើម្បីជាប្រយោជន៍ដល់ព្រះភិក្ខុសង្ឃទាំងឡាយដែលបានបំពេញព្រះវស្សានិងបានធ្វើដំណើរទៅកាន់ទីឆ្ងាយតថាគតនឹងអនុញ្ញាតនៅការទទួលអានិសង្សកឋិនទានព្រះអង្គក៏ទ្រង់បញ្ញត្តិថាក្រោយពីថ្ងៃចេញព្រះវស្សារួចថ្ងៃ15កើតខែអាសុតគឺក្នុងរយៈពេល1ខែគត់រហូតដល់ថ្ងៃ15កើតខែកត្តិកព្រះភិក្ខុសង្ឃដែលបានគង់ចាំវស្សាគ្រប់គ្រងត្រឹមត្រូវអាចទទួលនៅកឋិនទានបានកឋិនទាននេះគឺជាទានដ៏វិសេសវិសាលដែលពុទ្ធបរិស័ទអាចប្រគេននៅជីវរដល់ព្រះសង្ឃក្នុងវត្តណាមួយដើម្បីឲ្យព្រះសង្ឃទាំងនោះយកទៅប្រើប្រាស់តាមត្រឹមត្រូវសម្រាប់ជីវរដែលចាស់ឬខូចខាតការប្រគេនកឋិនទាននេះមិនមែនប្រគេនដល់ភិក្ខុអង្គណាមួយដោយផ្ទាល់ទេគឺប្រគេនដល់សង្ឃទាំងមួយតែម្ដងសង្ឃិកទានដែលមានអានិសង្សដ៏ធំធេង
កាលបើពុទ្ធបរិស័ទចំណុះជើងវត្តចេតពុនបានលើកព័ត៌មាននេះក៏កើតមានศรัทธาជ្រះថ្លាឥតឧបមាពួកគាត់បាននាំគ្នាប្រមូលបច្ច័យវត្ថុធាតុដើមគ្រឿងសក្ការៈបូជានិងត្រៀមរៀបចំកឋិនទានដើម្បីប្រគេនដល់ព្រះភិក្ខុសង្ឃនៅវត្តចេតពុនរួមទាំងព្រះភិក្ខុទាំង30អង្គផងដែរពួកគាត់បានត្រេកអរយ៉ាងខ្លាំងដែលបានចូលរួមក្នុងកុសលធម៌ដ៏ឧត្តមឧត្តមនេះបុណ្យកឋិនទានដ៏ឧឡារិកក៏ត្រូវបានប្រារព្ធឡើងព្រះភិក្ខុទាំង30អង្គក៏ដូចជាព្រះភិក្ខុដទៃទៀតនៅវត្តចេតពុនបានទទួលនូវជីវរថ្មីៗដែលមានពណ៌លឿងស្រក់ឡព្រះភិក្ខុទាំងនោះបានទទួលនូវផាសុកភាពខាងកាយនិងសេចក្តីសប្បាយរីករាយក្នុងចិត្តដោយឃើញនូវศรัทธาរបស់ពុទ្ធបរិស័ទនេះហើយគឺជាដើមកំណើតនៃបុណ្យកឋិនទានដែលជាប្រពៃណីដ៏ល្អផូរផង់ក្នុងព្រះពុទ្ធសាសនាកឋិនទានមិនត្រឹមតែជាការប្រគេនជីវិតដល់ព្រះសង្ឃប៉ុណ្ណោះទេតែជាការបង្ហាញនូវសេចក្តីមេត្តាធម៌ករុណាធម៌ចំពោះព្រះសង្ឃដែលជាអ្នកបន្តពូជផុងសាសនាឲ្យបានថិតធាយូរអង្វែងហើយវាជាឱកាសដ៏វិសេសវិសាលសម្រាប់ពុទ្ធបរិស័ទបានសន្សំកុសលផលបុណ្យដ៏ច្រើនដោយសារការប្រគេនទានដល់សង្ឃទាំងមូលដែលមានអានិសង្ឃតាំងពីភាពជាតិបច្ចុប្បន្នរហូតដល់បរលោកដូច្នេះបុណ្យកឋិនទាននៅតែបន្តប្រារព្ធឡើងពីចំនួនមួយទៅចំនួនមួយរហូតមកដល់បច្ចុប្បន្នដើម្បីរំលឹកគុណព្រះសម្មាសម្ពុទ្ធនិងបន្តបុណ្យកុសលដ៏ឧត្តមឧត្តមនេះជារៀងរហូត